អ្នកនាងពិធីជប់លៀងចាប់ផ្ដើមហើយភ្ញៀវនិងអ្នកកាសែតនៅខាងក្រោមមកដល់អស់ហើយប៉ុន្តែលោកម្ចាស់កំពុងធ្វើដំណើរត្រឡប់មកវិញគាត់ថាត្រូវការពេលកន្លះម៉ោងទៀតទើបមកដល់ផ្ទះបានមីងឆៅមីងមើលលែវនៅខាងលើផងកុំបារម្ភអីអ្នកនាងបងស្រីគម្រោងយ៉ាងម៉េចហើយបើឲ្យខ្ញុំនិយាយចុះលោកឡើយសំនឹងសហការជាមួយជាងអ្នកស្នងរកត្រកូលជាងដែលមិនធ្លាប់បង្ហាញមុខមែនទេរឿងនេះមិនក៏មើលទៅដូចជាធ្លាប់ស្គាល់ម្លេះអះហេពួកអញបានទេជាងយ៉ានសិនដែលជាអ្នកគ្រប់គ្រងជាងគ្រូថ្ងៃនេះនឹងទៅថ្ងៃមុខជាងគ្រូឲ្យអ្នកនាងធំម្នាក់នេះជាអ្នកសម្រេចហើយអ្នកនាងធំម្នាក់នេះកាលពីនៅក្មេងត្រូវបានគេហៅថាជាជាប់ក្នុងវិស័យហិរញ្ញវត្ថុគឺជាអ្នកជំនួញដល់ពូកែម្នាក់ប៉ុន្តែក្រោយមកមិនដឹងជាមានមូលហេតុអ្វីបានជាបាត់ខ្លួនអស់រយៈពេល7ឆ្នាំឥឡូវនេះស្ដេចត្រឡប់មកវិញហើយបង្ហាញខ្លួនសារជាថ្មីនៅចំពោះមុខអ្នកទាំងអស់គ្នាមើលទៅពិភពចំនួនទាំងមូលនឹងត្រូវរង្គោះរង្គើហើយបងខៃអុយវ៉ាន់បន្តិចទៀតពឹងលើបងហើយគម្រោងថ្នាំជីវសាស្ត្រទិព្វរបស់លោកក៏មើលទៅមិនអន់ទេលោកកែគឺជាអ្នកចំនួនឆ្នាំចំនួនថ្មីយប់នេះយកការវិនិយោគពីអ្នកនាងរបស់យើងជារឿងពូកែបំផុតជាងឡាយចាំដល់បងត្រឡប់ទៅចំណុចកំពូលវិញអូនប្រកាសជាស្ដាយក្រោយចំពោះជំរើសរបស់អូនអ្នកនាងធំមកដល់ហើយឆាប់មើលចុះមកហើយនេះគឺជាអ្នកនាងធំត្រកូលយ៉េងមែនទេអ្នកស្នងរកត្រកូលយ៉េង